Hey សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់คลิปថ្មីប៉ុន្តែមុននឹងចូលដល់ខ្លឹមសារនៃคลิปអ្នកទាំងអស់គ្នាកុំភ្លេចចុច like subscribe ដាក់សញ្ញារូបកណ្ដឹងព្រោះថាពេលខ្ញុំអាប់ឡូតវីដេអូថ្មីគឺនឹងបានទាន់ចិត្តហើយនេះបានចាប់ឡើងដំបូងឃើញថាណារ៉ាកំពុងតែផាត់មុខហើយកូនស្រីរបស់នាងគឺ Nature បានលួចមើលកូនស្រីរបស់នាងគឺមានបំណងមួយគឺចង់កាត់សក់ម្ដាយរបស់នាងពេលដែលម្ដាយរបស់នាងគេងលក់ហើយដោយកាត់ទុកបាត់មែនគឺនាងបានមកលួចកាត់សក់ម្ដាយរបស់នាងពេលនាងហើយវាក៏ជាកំហុសធំមួយមែនទែនរបស់ Nature បន្ទាប់ពីបានសក់ហើយ Nature ក៏បានជិះកង់មកកន្លែងលក់សក់ដើម្បីយកសក់ហ្នឹងយកមកលក់ដូរយកប្រាក់ហើយគោលបំណងនៃ Nature ធ្វើហ្នឹងគឺដើម្បីយកមកទិញតុក្កតាហ្នឹងឯងបន្ទាប់ពីមើលតុក្កតាអត់ច្រើនហើយគឺ Nature ពេញចិត្តមួយតុក្កតាពណ៌ក្រហមមួយហើយនាងក៏បានទិញវាតែម្ដងបន្ទាប់ពីទទួលបានតុក្កតាហើយនាងក៏បានធ្វើដំណើរមកផ្ទះវិញចំណែកម្ដាយរបស់នាងវិញបន្ទាប់ពីភ្ញាក់មកក៏ស្លាំងកាំងមែនទែនព្រោះឃើញថាសក់ក្បាលខ្លួនឯងគឺបាត់អស់ពីក្បាលហើយនាងក៏មានអារម្មណ៍ថាពិបាកទទួលយកមែនទែនព្រោះថាវាលឿនពេកហើយនាងក៏បានសម្រក់ទឹកភ្នែកហើយកូនស្រីរបស់នាង Nature ក៏បានចូលមកហើយវាក៏បានធ្វើឲ្យមានជីវិតបដិសេរីខ្លាំងមែនទែនសម្រាប់ Nature តែផ្ទុយពីការគិតគឺថាម្ដាយរបស់នាងនឹងគឺមិនជាមនុស្សអាក្រក់អីទេគាត់មិនបន្ទោសគុណគាត់ទេព្រោះថា Nature នៅក្មេងហើយមួយទៀត Nature ក៏អត់ចេះគិតអីដែរបន្ទាប់មកម្ដាយរបស់នាងក៏បាននាំនាងចេញទៅក្រៅហើយពេលដែលណារ៉ានាំកូនស្រីរបស់នាងដើរចេញទៅក្រៅពីរអ្នកហ្នឹងក៏បានជួបជាមួយម្ដាយកូនពីរអ្នកទៀតគឺ Sam ហើយនិង Jane Sam វិញគឺថាឆ្លើយមែនតើគឺមើងងាយណារ៉ាខ្លាំងមែនតើជាហេតុដែលធ្វើ Nature គឺទប់បត់បានទេហើយក៏បានប្រាប់ថាក្បាលរបស់ Sam ហ្នឹងបើគ្មានសក់ទេគឺមើលទៅគឺអាក្រក់មើលខ្លាំងមែនតើហើយពេលដែលពួកគេទៅលេងនៅសួនកំសាន្តមួយពីរអ្នកម្ដាយកូនហ្នឹងក៏បានជួបជាមួយនឹង Sam ហើយនិង Jane ម្ដងទៀត Jane ក៏បាននិយាយថាមកធ្វើអីកន្លែងហ្នឹងគឺគេអត់ស្វាគមន៍មនុស្សអាក្រក់ទេចំណែក Nature ដោយសារតែឃើញគេមើងងាយម្ដាយរបស់ខ្លួនខ្លាំងពេកមកពីខ្លួនទៅទិញតុក្កតាហ្នឹងចឹងហើយនាងក៏មានបំណងយកតុក្កតានៅទៅបោះចោលតែក៏ត្រូវបានម្ដាយរបស់នាងហាមហើយនៅយប់ស្អែកដោយសារធននឹងការមើងងាយអញ្ចឹងទៀតអត់បាននាងក៏សម្រេចចិត្តទៅសងសឹកឲ្យម្ដាយរបស់នាងតែម្ដងគឺថានាងបានលួចចេញពីផ្ទះទាំងយប់ហើយក៏ព្យាយាមជិះកង់យ៉ាងលឿនសម្ដៅទៅផ្ទះ Sam ហើយនិង Jane ហើយ Nature ក៏បានលួចចូលទៅក្នុងផ្ទះនឹងបានសម្រេចហើយ Nature ក៏បានចូលទៅស្វែងរកបន្ទប់របស់ Jane គឺដើម្បីទៅកោសសក់នាងដើម្បីយកមកសងសឹកឲ្យម្ដាយរបស់ខ្លួនចំណែក Jane វិញពេលហ្នឹងគឺថាកំពុងតែដេកហើយសម្បីតែ Sam ក៏ដេកលក់ដែរឃើញថាមានឱកាសល្អហើយ Nature ក៏បានដកកន្ត្រៃមួយមកកាត់សក់Jane យកតែម្ដងហើយក៏បានយកសក់នឹងយកទៅផ្ទះគឺដើម្បីទៅយកវាមកបង្កើតជាសក់សព្វនិមិត្តមួយឲ្យម្ដាយរបស់នាងពាក់ជាមួយនឹងសមត្ថភាពនិងទេពកោសល្យពេញខ្លួន Nature ក៏បានយកសក់ដែលបានមកពី Jane ហ្នឹងយកមកកែច្នៃធ្វើជាសក់សម្រាប់ម្ដាយរបស់នាងពាក់តែម្ដងគឺថាមានទាំងអ៊ុតផងសិតផងអីផងបានឆ្នាំផងអីផងគឺតម្រាំបានសក់មួយហ្នឹងគឺលំបាកមែនតើហើយគាត់ក៏បានយកឲ្យម្ដាយរបស់គាត់ហើយនាងក៏បានប្រាប់ម្ដាយរបស់នាងថានាងបង្កើតសក់មួយហ្នឹងគឺសម្រាប់ម្ដាយរបស់នាងជាពិសេសតែម្ដងហើយពួកគេទាំងពីរក៏បានរៀបចំខ្លួនដើម្បីចេញទៅក្រៅព្រោះថាពេលនេះម្ដាយរបស់នាងមានសក់ហើយអញ្ចឹងគឺតើណាម្នាក់អាចខ្លាចខ្វះគេដូចមុនទៀតទេហើយពីអ្នកម្ដាយកូនក៏បានទៅជួប Sam ហើយនឹង Jane ម្ដងទៀតប៉ុន្តែគាត់គឺអត់សងសឹកឬក៏មើងងាយអីទៀតទេគឺហៅពីអ្នកម្ដាយកូនហ្នឹងមកញ៉ាំអីតែគាត់តែម្ដង